សាច់រឿងរបស់យើងបានចាប់ផ្ដើមឡើងដោយបានបង្ហាញអំពីត្រាមួយត្រូវបានបើកឡើងនៅលើដីនៅក្នុងរង្វង់នៃត្រាយើងក៏បានឃើញជាមួយនឹងទស្សនវិជ្ជាដ៏មហោស្ចារ្យអណ្ដាតភ្លើងឆេះយ៉ាងសន្ធើសន្ធៅដូចជាបង្កឡើងដោយសង្គ្រាមអ្វីម្យ៉ាងអញ្ចឹងប្រជាជនគ្រប់គ្នាកំពុងតែរត់គេចអំពីអណ្ដាតភ្លើងដ៏សន្ធើសន្ធៅខណៈដែលក្មេងស្រីម្នាក់ត្រូវបានម្ដាយរបស់នាងចាប់ដៃអូសរត់គេចក៏ប៉ុន្តែភ្លាមម្ដាយរបស់នាងក៏ត្រូវបានដុតទៅដោយភ្លើងបាត់ទៅហើយស្របពេលដែលនាងកំពុងតែស្រែកហៅម៉ាក់របស់នាងនោះយើងបានឃើញជាមួយនឹងដៃមួយហាក់បីដូចជាកំពុងតែបញ្ជាទៅលើអ្វីរីឯនៅកន្លែងក្មេងស្រីក៏បានឃើញនៅភ្នំភ្លើងមួយគឺព្យុះភ្លើងមួយបានគួចរាងកាយរបស់នាងឡើងទៅខាងលើហើយវាក៏បានរលាយរាងកាយរបស់នាងបាត់ទៅដែលថាបើយើងក៏លេចមកមើលពេលបច្ចុប្បន្ននេះវិញយើងក៏បានឃើញជាមួយនឹងបុរសម្នាក់គេកំពុងតែធ្វើដំណើរទៅបំពេញនៅការងាររបស់គេហើយគេក៏ជាតួឯកប្រុសនៅក្នុងសាច់រឿងរបស់យើងផងដែរដោយឈ្មោះរបស់គាត់នោះគឺមីកាមីសាតរុដោយខ្ញុំគឺនឹងហៅគាត់ថាសាតរុគឺជាបុរសពោះម៉ាយក៏ប៉ុន្តែពោះម៉ាយស៊ីងក៏មិនមែនជាពោះម៉ាយដែលធ្លាប់មានប្រពន្ធហើយទេណាសាតរុគឺជាបុរសដ៏ល្អម្នាក់ដែលបានបញ្ចប់នៅសាកលវិទ្យាល័យព្រមទាំងទទួលបាននៅការងារដ៏ល្អឥតខ្ចោះជាមួយនឹងប្រាក់ខែដ៏សមរម្យរីឯកេរ្តិ៍ឈ្មោះរបស់គាត់វិញក៏មិនណយដែរតែទាស់ថងទៅថាគាត់ស៊ីងក៏មកដល់សពថ្ងៃហើយវ័យរបស់គាត់គឺ37ឆ្នាំទៅហើយចេះណាចាប់អារម្មណ៍អាចដាក់ពាក្យចូលក្នុងបេះដូងគាត់បានពួកគាត់កំពុងតែអត់សុខឈររងចាំភ្លើងស្តុបបណ្ដាសត្វរូកំពុងតែគិតអំពីភាពស៊ីងករបស់គាត់ដែលថាស៊ីងក37ឆ្នាំហើយគាត់ថែមទាំងបានគិតថាមើលទៅគាត់ប្រហែលជាស្លាប់មុនបានលិតហើយចូលប្រូគិតអីចឹងតិចល្អការគិតคล้ายទៅជាការពិតមែននោះគឺអត់លិតហើយអំឡុងពេលដែលគាត់កំពុងតែធ្វើដំណើរគាត់ក៏បានជួបជាមួយនឹងមនុស្សពីរនាក់ទៀតអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នាហើយក៏ត្រូវជាសិស្សប្អូនរបស់សត្វរូផងដែរគឺថាសិស្សប្អូននៅក្នុងក្រុមការងារដោយម្នាក់ស្រីនាងគឺមានឈ្មោះថាសាវ៉ាតារីមីហូរីឯម្នាក់ប្រុសវិញគឺឆាមេរ៉ាអ្នកទាំងបីក៏បានឈរសំណេះសំណាលគ្នាមួយសន្ទុះរួចពួកគេក៏សម្រេចចិត្តថានឹងទៅញ៉ាំអីជុំគ្នាអញ្ចឹងអ្វីដែលយើងសង្កេតឃើញរាល់ពេលដែលសត្វរូកំពុងតែនិយាយនឹងពួកគេដូចជាមាន assistant អ្វីម្យ៉ាងកំពុងតែនិយាយជាមួយគាត់ដែរវាគឺដូចជាបានបញ្ចូលនៅគំនិតរាល់ពាក្យសម្ដីដែលពួកគេបាននិយាយហ្នឹងគឺវាលុកមាត់ចូលតែម្ដងតែវាគឺលើទៅសត្វរម្នាក់ទេអ្នកទាំងបីក៏បានធ្វើដំណើរទៅខាងមុខដើម្បីទៅរកអីញ៉ាំក៏ប៉ុន្តែភ្លាមក៏ដូចជាមានឃាតករម្នាក់ដែលគេកំពុងតែស្ទុះមកពីមុខយ៉ាងលឿនឃាតករនឹងប្រហែលជាដាក់អស់3កញ្ចប់រៀងសើពួកគេរត់មកទាំងញីញ័រតែម្ដងដោយគោលបំណងរបស់គេចង់សម្លាប់ទៅលើឆាមីរ៉ានោះឯងសង្ស័យថាបេក្ខឃាតករនឹងក្រាស់មីហោឲ្យមើលទៅក៏ប៉ុន្តែអំឡុងពេលនឹងផងដែរសត្វរោគាត់ក៏បានរុញកាមេរ៉ាចេញដែលវាក៏បានធ្វើឲ្យគាត់ត្រូវបានឃាតករមួយនឹងចាក់មួយកំបិតតែម្ដងហើយនៅពេលដែលឃាតករនឹងបានចាក់សត្វរោរួចវាក៏បានរត់ចេញអំពីទីនឹងយ៉ាងលឿនទៅរីឯសត្វរោគាត់ក៏បានដេកដួលទៅនឹងដីកាមេរ៉ាក៏ប្រញាប់មកមើលសាច់ច្បោះរបស់ខ្លួនខណៈដែលឈាមយ៉ាងច្រើនកំពុងតែហូរចេញអំពីពោះរបស់គាត់ស្ថិតនៅក្នុងស្ថានភាពបែបនេះ System ក៏ស្រាប់តែបានបន្លឺឡើងនៅក្នុងខួរក្បាលរបស់គាត់វាមើលទៅដូចជាប្រព័ន្ធ Computer មួយដែលវាអាចតាក់ទងជាមួយនឹងគាត់បានអញ្ចឹងវាកំពុងតែរៀបរាប់អំពី skill ព្រមទាំងរបស់មួយចំនួនដែលសត្វរោអាចទទួលបានបន្ទាប់ពីគាត់បានដូរទៅពិភពមួយទៀតប៉ុន្តែវាគឺមិនបានប្រាប់នោះទេថាសត្វរោនឹងអាចកើតទៅជាអ្វីខណៈដែលសិស្សប្អូនរបស់សត្វរោកំពុងតែភ័យយ៉ាងខ្លាំងគេក៏បានទៅហៅឡើងពេទ្យផងដែរក៏ប៉ុន្តែសត្វរោក៏បានប្រាប់ទៅកាន់គេថាមិនបាច់នោះទេគាត់ច្បាស់ជាមិនរស់ឡើយដោយនៅដង្ហើមចង្រិតគាត់ក៏បាននិយាយប្រាប់ទៅកាន់សិស្សប្អូនរបស់គាត់ថាត្រូវតែបំផ្លាញនៅកុំព្យូទ័ររបស់គាត់ដែលគាត់គឺបានដាក់វានៅលើតុក្នុងបន្ទប់អំឡុងពេលដែលគាត់និយាយទៅកាន់សិស្សប្អូនរបស់គាត់ System ក៏កំពុងតែប្រាប់ប្រកាន់គាត់ដូចគ្នាថាគាត់នឹងទទួលបានអ្វីជាបន្តបន្ទាប់សត្វរោថែមទាំងផ្ដាំទៅកាន់សិស្សប្អូនរបស់គាត់ឲ្យមើលថែនៅមិត្តស្រីរបស់គេបានល្អកុំធ្វើឲ្យនាងពិបាកចិត្តអីគឺត្រូវតែធ្វើឲ្យនាងសប្បាយចិត្តរីករាយគ្រប់ពេលបន្ទាប់ពីបានឮនៅពាក្យសម្ដីទាំងអស់ហ្នឹងវាក៏បានធ្វើឲ្យនៅទាំងពីរក៏ពិតជារំជើបរំជួលពួកគេគឺទប់ទឹកភ្នែកមិនជាប់នោះឡើយនៅពេលដែលបានឃើញសិស្សច្បងបែបនេះបើទោះបីជាគាត់ចិត្តស្លាប់ទៅហើយគាត់នៅតែផ្ដល់នៅបណ្ដាំក៏ដូចជាដំបូន្មានដ៏ល្អសម្រាប់ពួកគេផងដែរបន្ទាប់ពីនេះទៅសត្វរូគាត់ក៏បានបិទភ្នែកខណៈពេលដែល System នៃ Computer នោះកំពុងតែដំណើរការនៅអ្វីម្យ៉ាងអំឡុងពេលដែល System មួយនឹងវាដំណើរការនៅប្រព័ន្ធមួយនឹងផងដែរសត្វរូគាត់ក៏បាននិយាយដូចគ្នាអ្វីដែលគាត់សោកស្ដាយបំផុតរយៈពេល37ឆ្នាំជិតចូល40ឆ្នាំនេះគាត់អត់មានសង្សារម្នាក់ទេអញ្ចឹងពេលដែលគាត់បាននិយាយថាអត់លិតឥឡូវនឹងគឺដោយការពិតហើយគឺអត់លិតមែនតែនបដ ாய் តែ System មួយនេះកំពុងតែផ្ដល់នៅកំណើតថ្មីមួយទៀតឲ្យសត្វរូប៉ុន្តែថាវាមិនមែននៅភពនឹងទេស្របពេលដែល System នឹងក៏បានរីករាល់រីឯសត្វរូវិញគាត់ក៏បានលិចខ្យល់ស្លាប់បាត់ទៅដែលបានធ្វើឲ្យសិស្សប្អូនរបស់គាត់បានស្រែកយំយ៉ាងខ្លាំងរីឯដួងព្រលឹងរបស់សត្វរូយើងវិញកំពុងតែអណ្ដែតអណ្ដូងនៅក្នុងពិភពមួយដែលមិនស្គាល់មើលទៅវាពិតជារញ៉េរញ៉ៃសត្វរូក៏បាននឹកឃើញនៅរឿងរ៉ាវដ៏សំខាន់ដែលគាត់ធ្លាប់បានឆ្លងកាត់មកនិយាយរួមទៅតាំងពីតូចមកក៏បានឆ្លងកាត់នៅឧបសគ្គអ្វីខ្លះហ្នឹងគាត់ក៏បានគិតទៅដល់វាព្រមទាំងរៀបរាប់វាផងដែរដែលនៅពេលនេះផងដែរដួងព្រលឹងរបស់សត្វរូកំពុងតែត្រូវបាន System រៀបចំដើម្បីបញ្ជូនគាត់ទៅកាន់ពិភពមួយដែលអាចឲ្យគាត់មានកំណត់ឡើងវិញហើយពិតមែនសត្វរូគាត់ក៏អាចមាន
កំណើតឡើងវិញដែលថាកំណើតរបស់គាត់រៀងជូរចត់បន្តិចពួកគាត់គឺត្រូវការទៅជាសត្វស្លែមគេហៅតែស្លែមតែមានឡើងសត្វស្លែមទៀតសត្វតារ៉ូគាត់គឺពិតជាដាច់ចង្កេះខ្លាំងមែនទែនដំបូងគឺថាការរៀបរាប់របស់ system ហ្នឹងបានប្រាប់ថាគាត់គឺនឹងក្លាយទៅជាបរិសម្នាក់ដែលមានរូបរាងស្រងាហើយខ្លាំងទៀតហើយនេះគឺជារូបរាងដែលសត្វតារ៉ូរបស់យើងចង់បានក៏ប៉ុន្តែមានអីមកខ្លាចជាស្លែមអីណាចំណុចអាក្រក់ដែលគាត់បានគិតគឺវាខ្លាចជាការពិតរីឯចំណុចល្អដែលគាត់បានគិតបែរជាអត់ខ្លាចជាការពិតវិញគិតទៅយ៉ាងអាណិតគាត់ដែរចុះបើនៅតែអញ្ចឹងនឹងធ្វើម៉េចបានលិតទៅលោកអីលោកដល់យើងក៏ដឹងអំពីសត្វតារ៉ូដូចគ្នាដែលសត្វតារ៉ូគាត់ក៏មាននៅសមត្ថភាពមួយនៅក្នុងខួរក្បាលរបស់គាត់ក៏ដូចជានៅក្នុងការយល់ដឹងរបស់គាត់នឹងវាប្រៀបបានដូចជា system មួយអញ្ចឹងរាល់ពេលដែលសត្វតារ៉ូគាត់ទទួលបាន skill មួយ system គឺនឹងលោតបង្ហាញរាល់ពេលដែលសត្វតារ៉ូជួបជាមួយនឹងគ្រោះថ្នាក់ system នោះក៏នឹងលោតឲ្យសត្វតារ៉ូរបស់យើងបានឃើញដូចគ្នាអាយ៉ាស្តៀងជីនវូក៏គ្រាន់តែថា system ដែលសត្វតារ៉ូមាននឹងវាគឺជាសំឡេងនៅក្នុងខួរក្បាលវាគឺមិនមែនជា system ដែលអាចលោតចេញមកខាងក្រៅដូចជាជីនវូទេសត្វតារ៉ូនៅពេលដែលបានកើតទៅជា slime បែបនេះគាត់ក៏បានរត់លេងនៅជុំវិញនឹងព្រមទាំងញ៉ាំរុក្ខជាតិទៀតផងអញ្ចឹងអំឡុងពេលនឹងផងដែរសត្វតារ៉ូគាត់ក៏ទទួលបាននូវ skill មួយដែល skill នោះខ្ញុំសូមហៅជាភាសាខ្មែរតែម្ដងអញ្ចឹងគឺខ្ញុំសូមដាក់ឈ្មោះវាថា skill គ្រប់គ្រងព្រោះសមត្ថភាពរបស់វាគឺបែបនេះវាគឺមាន3ចំណុចធំៗដែលសត្វតារ៉ូអាចធ្វើការលេបនៅវត្ថុក៏ដូចជារបស់ណាមួយហើយអាចបំលែងទៅជាខ្លួនគាត់ដូចគ្នាឬក៏បំលែងទៅជារូបរាងរបស់ពួកវារីឯមួយទៀតសត្វតារ៉ូគឺអាចវិនិច្ឆ័យទៅលើវត្ថុក៏ដូចជារបស់ដែលគាត់បានលេបចូលទៅថាវាមានអត្ថប្រយោជន៍អ្វីខ្លះឬក៏វាមានជាតិពុលអីចឹងទៅហើយមួយវិញទៀតគាត់ក៏អាចបំផ្លាញវាទៅជារបស់ប្រើប្រាស់បើរ៉ែមានតម្លៃអាចបង្កើតទៅជាអាវុធបើសិនបើជាឱសថអាចបង្កើតទៅជាថ្នាំផ្សេងមានអន់ណាស្លែមមួយនេះគឺហំជាងមនុស្សតាមដែលមានធ្លាប់មើលរឿងមើលគឺរឿងមនុស្សវាច្រើនបានស្គាល់មើលអន់ខ្លាំងមែនតើតែស្លែមមួយនេះមានអន់ណាអាចបង្កើតអាវុធហើយអាចលេបអីបានទាំងអស់ទៀតគឺសត្វតារ៉ូបន្ទាប់ពីដឹងថាខ្លួនឯងមាន skill ដែលមានអត្ថប្រយោជន៍បែបហ្នឹងគាត់ចាប់ផ្ដើមលេបអ្វីដែលនៅជុំវិញខ្លួនគាត់អ្វីដែលមានតម្លៃនិយាយរួមទៅគឺលេបចូលពោះអស់ហើយលេបមើលមិនចាយទេគឺរត់ចូលទៅខាងក្នុងលអាងដើម្បីទៅលេបបន្ថែមទៀតក្រែងឡពេលណាវាមានអត្ថប្រយោជន៍អញ្ចឹងគាត់ក៏អាចទុកវាដើម្បីប្រើការផងដែរដល់អំឡុងពេលហ្នឹងគាត់ក៏បានឡើងមកដល់ Sorry គឺចូលមកដល់តំបន់មួយហើយគាត់ស្រាប់តែរអិលធ្លាក់ចុះមកខាងក្រោមតែម្ដងដែលធ្លាក់ចុះមកហ្នឹងគឺចុះមកក្នុងទឹកទៀតផងជុំមិញហ្នឹងគឺលអាងទេចុះមកដល់ក្រោមមានទឹកអីណានៅពេលដែលបានធ្លាក់ចុះមកក្នុងទឹកហ្នឹងសត្វតារ៉ូគាត់ក៏មានអារម្មណ៍ថាទឹកនេះដូចជាអសើស្រួលនោះទេដែលខ្លាចក្រពើដេញខាំគាត់ក៏បំពងខ្លួនឬហើយប្រាសម្ពាធនៃការបំពងខ្លួនរបស់គាត់ហ្នឹងស្ទុះហែចេញទៅហើយមិនដឹងថាគាត់លហន់ទៅណាទេបើកភ្នែកទេហើយឡើងបុកច្រាំងតែម្ដងដល់ពេលធ្លាក់មកដល់លើគោកតាំងមកលូថាចំអញបុកច្រាំងអញ្ចឹងនៅពេលដែលគាត់រងការឈឺចាប់គឺថា system ក៏បានបង្ហាញប្រាប់គាត់ដូចគ្នាថាការជឿចាស់របស់គាត់ទទួលរងឥទ្ធិពលបែបម៉េចដែលអំឡុងពេលហ្នឹងសត្វតារ៉ូគាត់ក៏បានលើនៅសំឡេងដ៏ខ្លាំងមួយដែលវាគឺជាស្រមោលខ្មៅម្យ៉ាងដោយស្រមោលខ្មៅមួយហ្នឹងវាគឺបានជាប់ឃុំនៅទីហ្នឹងរយៈពេល300ឆ្នាំទៅហើយដែលថាវាក៏កំពុងតែសន្ទនាគ្នាជាមួយនឹងសត្វតារ៉ូផងដែរវាក៏បានប្រាប់ទៅកាន់សត្វតារ៉ូថាបើសិនបើជាសត្វតារ៉ូចង់មើលឃើញនៅរូបរាងពិតរបស់វាសត្វតារ៉ូត្រូវតែមិនខ្លាចវាដូច្នោះវាគឺនឹងប្រាប់អំពីវិធីដែលអាចមើលឃើញវាបានដែលវិភាសាទៅមកហ្នឹងសត្វតារ៉ូដូចជាមិនសូវហ៊ានទេតែបន្ទាប់ពីបាននិយាយគ្នាត្រូវរើហើយនោះសត្វតារ៉ូគេក៏យល់ព្រមហើយអាស្រមោលខ្មៅហ្នឹងវាក៏បានប្រាប់ឲ្យសត្វតារ៉ូធ្វើតាមវាទៅនៅពេលនោះសត្វតារ៉ូក៏បានធ្វើតាមវាដែលគាត់ក៏បានបង្កើតទៅជាវេទមន្ត Magic ដែលអាចធ្វើឲ្យគាត់អាចមើលឃើញនៅរូបរាងពិតនៃស្រមោលខ្មៅហ្នឹងបានដែលវាគឺជានាគមួយក្បាលយ៉ាងធំតែម្ដង Dragon មួយក្បាលហ្នឹងវាក៏បានណែនាំឈ្មោះរបស់វាទៅកាន់សត្វតារ៉ូដែលឈ្មោះរបស់វាគឺ Veldora ក៏បាននិយាយទៅកាន់សត្វតារ៉ូថាគេព្យាបាលជាមួយនឹងសត្វតារ៉ូដែលជា slime មួយនេះខ្លាំងមែនទែនព្រោះ slime ដតីទៀតគឺជា slime ដែលគ្មានការពិចារណាដែល slime ដតីនឹងវាគ្មានខួរក្បាលគ្មានការកើតអីនោះទេមិនដូចជាសត្វតារ៉ូឡើយដែលអាចនិយាយបានទៀតផងអញ្ចឹងហើយវាគឺបានធ្វើឲ្យគាត់គឺពិតជាភ្ញាក់ផ្អើលជាមួយនឹងសត្វតារ៉ូខ្លាំងមែនទែនសត្វតារ៉ូគាត់ក៏បាននិយាយថាដើមឡើយការបញ្ជាតិមុនគេគឺជាមនុស្សទេក៏ប៉ុន្តែគេត្រូវបានអ្វីម្យ៉ាងឲ្យគេមកកាន់ទីហ្នឹងមិនមែនបែបលក្ខណៈកោះហៅអីនោះទេណាបើកោះហៅគេកោះហៅទាំងរស់ប៉ុន្តែនេះងាប់ហើយយកមកឲ្យកើតទៅជា slime ការដែលបានលឺអញ្ចឹងវាដរាក៏រៀងចម្លែកចិត្តដែរពួកគេក៏ធ្លាប់ជួបមនុស្សដែលបានកោះហៅមកពិភពផ្សេងដែរប៉ុន្តែគេមិនដែលប្រទះដូចជាសត្វតារ៉ូនោះឡើយដែលស្លាប់ហើយឲ្យមកនៅភពនឹងសំខាន់ឲ្យមកកើតជា slime អីណាដល់មួយឡើយដែលវាដរាគេជាប់នៅទីនឹងវាដោយសារតែមនុស្សនោះឯងគឺសុទ្ធតែជាមនុស្សដែលត្រូវបានពពួកមេឃកោះហៅមកអ្នកដែលត្រូវបានពពួកមេឃកោះហៅមកនឹងគឺសុទ្ធតែជាបុគ្គលដែលខ្លាំងក្លាតែម្ដងអរិយបានថាគឺជា hero ដែលមានថាមពលយ៉ាងខ្លាំងដោយដើមហេតុនោះវាក៏មានដូចគ្នាមិនមែនថានៅសុកវេដរាត្រូវបានពពួក hero ចាប់គេមកឃុំនោះឡើយ
វាក៏ដោយសារតែគេនឹងទនេខ្លាំងពេកព្រោះភ្លើងទៅដុតផ្ទះអ្នកភូមិនិយាយទៅគេថាមិនមែនដុតទេអានឹងគឺស្ងាបគេស្ងាបមកពេលសោះហ្នឹងចង់អស់មកទីក្រុងដោយអ្នកទាំងពីរក៏បានរៀបរាប់ជាបន្តនៅជីវប្រវត្តិរបស់ខ្លួនរៀងៗខ្លួនប្រាប់ទៅកាន់គ្នាផងដែរដោយមើលទៅដូចជារៀងស៊ីជម្រៅនិយាយគ្នាយើងចូលហ្នឹងគឺថាប្រូវីលដូរ៉ាក៏ដូចជាប្រូនេះរបស់យើងចង់យកប្រូសាតរូធ្វើជាពូម៉ាក់សម្លាញ់នឹងគ្នាហើយសាតរូការបានលើអញ្ចឹងគាត់ក៏មិនមានទៅបដិសេធអីណាគាត់ក៏បានយល់ព្រមធ្វើជាពូម៉ាក់ជាមួយនឹងប្រូនេះតែម្ដងទៅអញ្ចឹងបន្ទាប់ពីបានខ្លាចទៅជាពូម៉ាក់នឹងគ្នាហើយនោះពួកគេមានកម្រងការនៅក្នុងការចាក់ចេញអំពីទីនេះសាតរូគាត់គឺចង់ដំដោះប្រូនេះឲ្យចេញពីទីនឹងក៏ប៉ុន្តែវាមិនងាយស្រួលដូចជាការកើតរបស់គាត់នោះឡើយគាត់ក៏បានព្យាយាមប្រើនៅជំនាញដែលគាត់មានរំដោះទៅកាន់វេដូរ៉ាប៉ុន្តែមិនថាទោះបីជាសាតរូគាត់ព្យាយាមយ៉ាងណានោះទេគាត់នៅតែមិនអាចរំដោះគេបានអញ្ចឹងដំឡងពេលដែលសាតរូប្រើប្រាស់នៅវេទមន្តរបស់គាត់នោះយើងក៏បានឃើញផងដែរថាសិស្សប្អូនរបស់គាត់ក៏បានរៀបចំនៅពិធីបុណ្យសពឲ្យគាត់ផងដែរហើយគេក៏បានយកនៅកុំព្យូទ័ររបស់គាត់ទៅបំផ្លាញដោយគេក៏បានបំផ្លាញវាដែលធ្វើការបោះចូលទៅក្នុងអាងទឹកហើយវាក៏បានឆេះសេបាត់ទៅចុះមិននឹងទូទស្សន៍ទេឆេះគ្រឿងគេក៏ថែមទាំងបួងសួងឲ្យជាតិក្រោយសែនប៉ៃរបស់គេនឹងបានកើតទៅជាបរិសុទ្ធដ៏សង្ហាហើយមានលិទ្ធផងកុំឲ្យអត់លិទ្ធដូចជាតិនេះដែលថាឥឡូវនេះរឿងរបស់យើងនៅក្នុងអេពីសូតទី1ក៏បានកាត់បញ្ចប់ទៅត្រឹមនឹងអញ្ចឹងនៅក្នុងភាគ2នេះយើងក៏បានឃើញថាសត្រូវបន្ទាប់ពីគេប្រើប្រាស់វេទមន្តដើម្បីជួយទៅកាន់ប្រូនេះមិនបាននោះគេក៏បានបន្តពិភាក្សាជាមួយនឹងប្រូនេះបន្តដោយគេគឺមានកម្រងការនៅក្នុងការលេបប្រូនេះចូលទៅក្នុងពោះរបស់គេនោះឯងប៉ុន្តែមុននឹងឈានទៅដល់ការលេបនេះប្រូនេះគឺបានប្រាប់ទៅកាន់ស្លានសត្រូវថាវេទមន្តរបស់គាត់គឺនឹងអស់នៅក្នុងរយៈពេល100ឆ្នាំទៀតហើយកាលណាដែលវេទមន្តរបស់គាត់អស់ជីវិតរបស់គាត់ក៏នឹងអស់ដូចគ្នាហើយនេះឯងគឺជាមូលហេតុដែលលាអង្គមួយនេះពោពេញទៅដោយរ៉ែមានតម្លៃព្រមទាំងវត្ថុផ្សេងៗដែលអាចមានតម្លៃប្រើទៅជាឱសថឬក៏អាវុធប្រើប្រាស់បានក្នុងនោះក៏មានរុក្ខជាតិទៀតផងបន្ទាប់ពីពិភាក្សាគ្នាអស់ជាង80ម៉ោងហើយនោះប្រូនេះគាត់ក៏យល់ព្រមឲ្យសត្រូវលេបគាត់ចូលពោះក៏ប៉ុន្តែយើងត្រូវតែដឹងថាការលេបមួយនេះវាគឺមិនផ្ដល់គ្រោះថ្នាក់ទៅដល់ប្រូនេះនោះទេគ្រាន់តែគាត់ចង់យកប្រូនេះចេញទៅខាងក្រៅទាល់តែលេបគាត់អញ្ចឹងឯងហើយប្រូនេះអាចនឹងនៅក្នុងពោះរបស់គាត់ជាបណ្ដោះអាសន្នសិនព្រោះថាប្រូនេះវីដូរ៉ារបស់យើងគាត់មិនទាន់ដោះស្រាយនៅវេទមន្តនៅលើខ្លួនរបស់គាត់បាននោះឡើយអញ្ចឹងសាររឿងមួយនឹងប្រហែលភាគដំបូងនឹងគឺមិនទាន់ជាល្អមើលប៉ុន្មាននោះទេគ្នាយើងចាំមើលតិចទៀតពួកនឹងគឺនឹងដូររូបរាងទៅជាមនុស្សគឺឡើងសង្ហាតែម្ដងហើយមើលហើយគឺធានាថាជក់ចិត្តបន្ទាប់ពីនេះយើងក៏ឃើញថាពួកគេក៏បានដាក់រហស្សនាមឲ្យគ្នារៀងៗខ្លួនដែលនិយាយបានថាគឺជាត្រកូលហើយត្រកូលរបស់អ្នកទាំងពីរគឺត្រកូល Tempest ដូចគ្នាតែម្ដងដែលប្រូនេះនឹងត្រូវបានហៅថា Vidora Tempest រីឯប្រូសាតរ៉ូរបស់យើងវិញនឹងគឺប្រូនេះបានប្រូឈ្មោះឲ្យគាត់ទៅជា Rimuru Tempest អញ្ចឹងចាប់ពីពេលនេះមីងគឺនឹងហៅពួកគេទៅតាមឈ្មោះថ្មីរបស់ពួកគេបន្ទាប់ពីបានផ្ដល់នៅឈ្មោះថ្មីរៀងៗខ្លួនឲ្យគ្នាហើយនោះRimuru គេក៏ចាប់ផ្ដើមប្រើប្រាស់នៅស្គីមួយរបស់គេដែលស្គីរបស់គេនោះត្រូវបានហៅថា Predators ដែលនោះគឺជាជំនាញដែលអាចក្រិតរំដំក៏ដូចជាលេបត្របាក់នៅរាងកាយរបស់ប្រូវីដូរ៉ានោះឯងបន្ទាប់ពីនឹងយើងក៏បានឃើញដូចគ្នា Slime Satoru ឬក៏ Slime Rimuru របស់យើងគឺបានធ្វើការលេបនៅរូបកាយរបស់ប្រូនេះបាត់ទៅហើយRimuru ក៏រៀងភ្ញាក់ផ្អើលដែរវាហាក់បីដូចជាលឿនខ្លាំងមែនទែនគេប្រើត្រឹមតែមួយ skill អាចលេបនៅរាងកាយរបស់ប្រូនេះបានយ៉ាងស្រួលបន្ទាប់ពីនេះ Rimuru គេគឺមាននៅកម្រងការរបស់គេដោយគេគឺនឹងដើរហើរនៅក្នុងព្រៃទាំងមូលហើយក៏ទៅកាន់តំបន់ផ្សេងទៀតដែលគេចង់ស្វែងរកនៅអ្នកដែលចេះវេទមន្តត្រូវបានគេក៏ហៅមកពីពិភពរបស់គេដែរនោះឯងបើយើងក្រឡេកមកមើលអាណាចក្រមួយដែលត្រូវបានគេស្គាល់ថាអាណាចក្រ Bluemon អញ្ចឹងបរិមម្នាក់អាយស្វាយនេះគាត់គឺជារដ្ឋមន្ត្រី Baron ដែលគាត់ក៏កំពុងតែនិយាយតាក់ទងជាមួយនឹងរឿងប្រូនេះដែលមានគឺសំដៅទៅលើប្រូវីដូរ៉ានោះឯងដែលពួកគេគឺគិតថាតាប្រូនេះនឹងគឺនឹងត្រូវបានបំផ្លាញនៅពេលណាឬក៏ជីវិតរបស់គាត់នឹងអស់នៅពេលណាហើយបរិមម្នាក់ទៀតដែលកំពុងតែសន្ទនាជាមួយនឹងគាត់នឹងគឺជា Guild Master Fuchs ដោយ Guild Master គឺសំដៅទៅលើជំរុំឬក៏ប្រធាន Guild នោះឯងដោយលោករដ្ឋមន្ត្រី Baron គាត់គឺប្រញាប់ខ្លាំងមែនទែនជាមួយនឹងរឿងរបស់ Veldora ព្រោះគាត់ត្រូវការជាមួយនឹងត្បូងមួយគ្រាប់ដែលត្រូវបានគេហៅថា Storm Dragon អាចថាវាគឺមាននៅលើខ្លួនរបស់ Veldora នោះឯងប៉ុន្តែវាគ្រាន់តែជាការសន្និដ្ឋានរបស់ពួកគេអ្វីដែលពួកយើងបានដឹងអ្នកទាំងពីរនេះឯងគឺជាមិត្តភក្តិនឹងគ្នាហើយក៏ជាបុគ្គលដែលចាប់ Veldora ទៅឃុំដោយពឹងផ្អែកទៅលើកម្លាំងរបស់ពួក Hunter ឬអ្នកកម្ចាត់បិសាចនោះឯងអញ្ចឹង Guild Master Full គាត់ក៏បានឲ្យក្រុម Hunter មួយចំនួនទៅមើលនៅក្នុងលាអង្គនោះផងដែរតើ Veldora ពេលនេះគឺយ៉ាងម៉េចហើយគាត់ក៏បានប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់ដូចគ្នាគាត់គឺនឹងទៅពិនិត្យវាដោយផ្ទាល់នៅពេលណាដែលគាត់ទំនេរមើលមកកាន់ Rimuru បន្ទាប់ពីលេបនៅ Veldora រួចនោះគេក៏បន្តលេបនៅប្រភេទត្បូងឬក៏ប្រភេទរ៉ែមានតម្លៃនៅក្នុងលាអង្គមួយនេះភា
ភាគច្រើនអ្នករ៉ាមានតម្លៃនៅក្នុងល្អាងមួយនេះគឺបានកើតឡើងដោយវេទមន្តរបស់ Veldora នោះឯងហើយអ្នកផ្សងព្រេងមួយចំនួនឬក៏ពពួក Hunter មួយចំនួនគេតែងតែធ្វើដំណើរមកកាន់ទីនេះដើម្បីប្រមូលយកនៅប្រភេទរ៉ាមានតម្លៃទាំងអស់នេះព្រមទាំងមានរុក្ខជាតិមួយចំនួនទៀតផងRimuru ការដែលគេប្រមូលយកនៅធនធានមានតម្លៃនៅក្នុងល្អាងមួយនេះបណ្ដាគេក៏បន្តតេស្តនៅសមត្ថភាពរបស់គេបណ្ដានៅក្នុងល្អាងមួយនេះផងដែរហើយ skill ដែល Rimuru ទទួលបានហ្នឹងគឺពិតជាច្រើនខ្លាំងមែនទែនតែមានគឺនឹងមិនដឹងថាហើយ skill មួយណាមួយនៅអបកលនោះទេព្រោះ skill របស់គេគឺពិតជាច្រើនដោយ level របស់ Rimuru ក៏បានកើនឡើងជាបន្តធ្វើដំណើរទៅបន្តិចទៀត Rimuru ក៏បានជួបជាមួយនឹងពស់មួយក្បាលតែថាពស់មួយក្បាលហ្នឹងគឺដូចជាគ្មានគីឡូជាមួយនឹង Rimuru នោះទេ Rimuru គេប្រើប្រាស់ត្រឹមតែសមត្ថភាពរបស់គេបន្តិចគឺអាចសម្លាប់វាបានបាត់ទៅហើយតែ Rimuru គេនឹកស្មានមិនដល់នោះឡើយគេបានកាត់ក្បាលរបស់វាទៅហើយតែវាបានជាមិនស្លាប់ព្រមទាំងបានលើកចេញនៅបិសាចមួយក្បាលទៀតដែលរូបរាងរបស់វាមើលទៅគឺពិតជាគួរឲ្យអស់សំណោចរៀងខ្ជិលខ្ជូតដែរកពើមិនចំជាកពើបងគួយមិនចំជាបងគួយហើយនេះការដែលបានឃើញដូចនឹង Rimuru គេក៏បានប្រើប្រាស់នៅសមត្ថរបស់ Veldora ដើម្បីបំភ័យទៅកាន់បិសាចពីរក្បាលនឹងក៏ប៉ុន្តែបិសាចទាំងពីរក្បាលនឹងវាគឺមិនចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់ Rimuru តទៅសោះដែលពួកវាក៏បានប្រយុទ្ធគ្នាទៀតផងនៅពេលដែលបានឃើញដូច្នោះ Rimuru ក៏បានប្រើប្រាស់នៅក្បាច់ម៉ែចៃឲ្យតែម្ដងតែ Rimuru មិនទាន់រួចខ្លួនឯណាគឺមានបិសាចក្អែបមួយកំពុងតែដេញគាត់តែគាត់ក៏បានចាត់ការវាងាប់បាត់ទៅភ្លាមក៏បានលេចចេញនៅបិសាចពីងពីងមួយទៀតដែលរូបរាងស្រដៀងជាមួយនឹងឃ្មុំគាត់ក៏បានចាត់ការវាឲ្យតៃស្មឹងបាត់ទៀតទៅហើយសាមខ្លាំងមែនតើពេលគាត់រៀងរត់គេចបន្តហ្នឹងក៏ស្រាប់តែប៊ីកិនជាមួយនឹងបិសាចកាជៀវកំពុងតែដេកសមុកទៅហើយតែចៃដន្យលោតចេញតាន់អញ្ចឹងបន្ទាប់ពីបានឆ្លងកាត់នៅឧបសគ្គដ៏រញ៉េរញ៉ៃរបស់គាត់រួច Rimuru គាត់ក៏បានធ្វើដំណើរមកដល់ច្រកចេញវិញហើយតែចៃដន្យខ្លាំងមែនតើពេលនោះក៏ស្រាប់តែមាននៅមនុស្សបានបើកច្រកទ្វារចូលមកតែម្ដងឆ្លៀតអាការមួយនឹង Rimuru គឺមិនចង់ឲ្យពួកគេឃើញគាត់នោះឡើយដោយ Rimuru គាត់គឺបានពួនទៅម្ខាងបើមើលទៅពួកនឹងប្រហែលជា Hunter ឬក៏ជាអ្នកផ្សងព្រេងពួកគេបាននិយាយថានៅក្នុងល្អាងដ៏ធំមួយនេះគឺគ្មានមនុស្សដែលចូលមកកាន់ទីនឹងអស់រយៈពេល300ឆ្នាំមកហើយ Rimuru វិញក៏បានគិតនៅក្នុងចិត្តថាអ្នកទាំង3នាក់នេះគឺជាមនុស្សដំបូងដែលខ្ញុំបានឃើញនៅក្នុងពិភពលោកមួយនេះដំបង Rimuru គាត់គឺចង់ទៅរាក់ទាក់ជាមួយនឹងពួកគេតែគាត់ខ្លាចថាពួកគេនឹងសំពើក្បាលគាត់ដោយសារតែគាត់គឺជាស្លែមវេទមន្តអញ្ចឹងគាត់គឺសុកចិត្តលាក់បាំងនៅវត្តមានរបស់គាត់វិញកុំឲ្យពួកគេឃើញហើយខ្លាចឃើញនឹងត្រូវថ្មោងដោយមិនមកអងយូរនោះទេ Hunter ទាំង3នាក់នឹងក៏បានប្រើប្រាស់នៅ skill បំបាំងកាយដើរចូលទៅខាងក្នុងយ៉ាងលឿនRimuru ក៏ភ្ជាប់ផ្អើលជាមួយនឹង skill របស់ពួកគេដូចគ្នាតែគាត់មិនត្រូវនៅយូរនោះឡើយព្រោះខ្លាចគេចាប់បានអញ្ចឹងគាត់ក៏បានរត់យ៉ាងលឿនចាកចេញអំពីទីនឹងហើយគាត់គឺប៊ីទៅហើយដោយសារតែ Hunter ទាំង3នាក់នឹងគឺបានលឺនៅសំឡេងលោតចេញរបស់គាត់នោះឯងតែពួកគេគិតថាប្រហែលជាពួកគេស្ដាប់ច្រឡំឲ្យមើលទៅRimuru របស់យើងវិញនៅពេលដែលបានចេញមកខាងក្រៅគេគឺមានអារម្មណ៍ថា Veldora ដូចជាមិនបានបញ្ចេញនៅសញ្ញាអ្វីសោះនៅក្នុងរាងកាយរបស់គេហាក់បីដូចជា Veldora មិនអាចត្រូវកម្ដៅថ្ងៃបានអញ្ចឹងតែថាគាត់គឺបានសន្យាក៏ដូចជានិយាយគ្នាជាមួយនឹង Veldora រួចហើយគាត់គឺនឹងជួយ Veldora ឲ្យបានដូច្នោះគាត់ត្រូវតែបន្តដំណើររបស់គាត់ទៅមុខទៀតដើម្បីស្វែងរកនូវវិធីជួយនៅ Veldora នោះឯងនៅពេលដែលគាត់បន្តដំណើរទៅមុខនោះគាត់ក៏បានជួបជាមួយនឹងអំបូរគោភ្លេនមួយក្រុមតែមើលទៅរូបរាងកាយរបស់ពួកគេដូចជាញីញ័រដល់ហើយRimuru តាមរយៈ system ក៏ដូចជាការកត់សម្គាល់របស់គេទៅលើពពួកគោភ្លេននឹងគេក៏បានដឹងថាអ្នកទាំងអស់នឹងគឺជាវងគោភ្លេនដែលទន់ខ្សោយខ្លាំងមែនតើមើលទៅអាវុធដែលចាស់ជ្រេះទៅគឺដឹងហើយតាមការនិយាយរបស់វងគោភ្លេនគេក៏គ្មានបំណងនៅក្នុងការវិភាគទៅកាន់ Veldora នោះដែរច្រឡំ Rimuru តែ Rimuru របស់យើងគាត់គឺចង់តេស្តជាមួយនឹងការស្រែករបស់គាត់កម្លាំងនៃការស្រែករបស់គាត់នឹងធ្វើឲ្យពួកនឹងចង់ប៉ើងទៅហើយវងគោភ្លេនក៏បានអោនក្បាលគោរពប្រាប់ឲ្យគាត់ឈប់ទៅពួកគេគឺដឹងថាគាត់ខ្លាំងហើយដូច្នោះហើយសូមឲ្យគាត់បញ្ឈប់នៅសម្រាប់របស់គាត់ទៅដែល Goblin ម្នាក់គាត់ក៏បាននិយាយទៅកាន់ Rimuru របស់យើងឲ្យថាការដែលពួកគេមកពាត់ Rimuru បែបនេះព្រោះនៅម្ដុំនឹងត្រូវបានវងវិស័យដ៏កាចសាហាវមកត្រួតត្រាដូច្នោះហើយគេធ្វើបែបនេះដើម្បីការពារនៅសុវត្ថិភាពនៅក្នុងភូមិរបស់គេដែលថានៅពេលដែលឃើញសកម្មភាពនៃក្រុម Goblin បែបនេះ Rimuru ក៏ស្ម័គ្រចិត្តថានឹងជួយទៅកាន់គេ Goblin ម្នាក់ដែលគាត់ត្រូវជាចាស់ទុំនៅក្នុងភូមិមួយនេះក៏បាននិយាយទៅកាន់ Rimuru ថាខ្ញុំស្វាគមន៍លោកដែលមកកាន់ទីនេះតើលោកគឺអាចជួយមកកាន់ពួកយើងបានដែរឬក៏អត់ភូមិរបស់យើងត្រូវបានឡោមព័ទ្ធក៏ដូចជាទទួលរងនៃការវិភាគអំពីសត្វចម្លែកឬបិសាចដ៏កាចសាហាវព្រះអង្គម្ចាស់របស់យើងឬក៏មេដឹកនាំរបស់យើងគឺត្រូវបានពួកគេចាប់ទៅបាត់ហើយគ្រាន់តែលឺអញ្ចឹង Slime Rimuru ក៏បានគិតទៅដល់ Veldora តើ Veldora ឬក៏ប្រូនេះនឹងអាចជាមេរបស់ពួកគេឬក៏អត់ជុំអ្នកណាមេក្រុមវងគូភ្លេនមកទេប្រូអើយគ្នាទៅមកពិភពផែនដីដល់ពេលមកចូលភពវេទមន្តនឹងរៀងបែកសើបន្តិច
រីមរូក៏បាននិយាយទៅកាន់ពួកគាត់វិញថាគឺថាខ្ញុំគ្រាន់តែជា slime នោះទេដើមឡើយខ្ញុំមិនចង់បដិសេធនោះឡើយតែខ្ញុំគ្រាន់តែជា slime មួយនឹងតើអាចទៅចាត់ការបិសាចចម្លែកនោះដោយរបៀបណាទៅការដែលបានលើកដូច្នោះលោកអ៊ំគូភ្លៀនម្នាក់នឹងគាត់ក៏បាននិយាយទៅកាន់រីមីរូថាបើទោះបីជាភូមិរបស់ពួកយើងគឺពោពេញទៅដោយគូភ្លៀនដ៏អន់ក៏ពិតមែនតែពួកយើងក៏អាចមើលដឹងអំពីធម្មពល Auras នៅក្នុងខ្លួនរបស់លោកដែរធ្វើត្បិតបើថាលោកគឺជា slime ក៏ពិតមែនតែធម្មពលនៅក្នុងខ្លួនរបស់លោកគឺពិតជាខ្លាំងអាចរាប់បញ្ចូលបានថាគឺជាមេបិសាចដ៏មានឥទ្ធិពលម្នាក់ឬក៏ជា Demon King នោះឯងការដែលបានលើកដូច្នោះ slime រីមីរូរបស់យើងគឺពិតជាវងខ្លាំងមែនទែនព្រោះគេផ្ទាល់គឺមិនទាន់យល់អំពីធម្មពលនៅក្នុងខ្លួនរបស់គេផងរីមីរូគិតថាសមត្ថភាពរបស់គេគឺមិនទាន់អាចចាត់ការទៅលើបិសាចនោះបានប្រហែលជាគេនឹងអាចនឹងខ្សោយដូច្នោះហើយគេប្រហែលជាគ្មានសមត្ថភាពទេរីមីរូគេក៏ឆ្ងល់ផងដែរពួក Goblin នេះបើមើលទៅគឺពិតជាអន់ខ្លាំងណាស់ហើយខ្សោយទៀតតែអាចមើលឃើញនៅធម្មពល Aura របស់គេបានតែ Hunter ទាំង3នាក់ដែលគេឃើញអំបញ្ញមិញនេះគឺបែរជាមិនអាចមើលឃើញនៅធម្មពល Aura របស់គេបានទៅវិញដោយសារតែរីមីរូមិនទាន់យល់អំពីស្ថានភាពរបស់វង Goblin ដូច្នោះលោកមេភូមិឬក៏ជាលោកប្រតិចារម្នាក់ហ្នឹងគាត់ក៏បានរៀបរាប់អំពីចម្បាំងដែលបានកើតឡើងរវាងវង Goblin ជាមួយនឹងពពួក Divers ដែលជាវងចចកនោះឯងអញ្ចឹងវងបិសាចចចកទាំងអស់នោះចំនួនរបស់វាមិនតិចជាង100ក្បាលនោះឡើយរីឯវង Goblin វិញគឺមានត្រឹមតែ60នាក់ទេអញ្ចឹងហើយស្ថានភាពទាំងមូលនៅក្នុងសមរភូមិគឺគ្មានព្រាបដែលអាចយកឈ្នះគេបាននោះឡើយណាមួយទៅវង Goblin ក៏ទន់ខ្សោយទៀតដោយមេតបម្នាក់ដែលខ្លាំងជាងគេនោះកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដែលថាដូចជាស្លាប់អញ្ចឹងព្រោះថារបួសរបស់គាត់គឺពិតជាខ្លាំងវាសឹងតែថាមិនអាចស្រោចស្រង់បានហើយ Goblin មួយនោះគឺជាកូនប្រុសរបស់លោកអ៊ំម្នាក់នេះនឹងឯងគឺថាគាត់និយាយបណ្ដាអង្គវកទៅកាន់រីមីរូបណ្ដារីឯ Goblin ដទៃទៀតក៏បានលួចមើលផងដែរគាត់គឺនិយាយបណ្ដាគឺយំបណ្ដារីមីរូដោយសារតែគាត់កាលមុនគាត់ជាមនុស្សដែរអញ្ចឹងហើយគឺថាគាត់មានចិត្តរបៀបថាគាត់ចូលចិត្តជួយគេមើលតែភាពមុននឹងចេញមកងាប់បាត់អញ្ចឹងហើយគឺថាគាត់ចិត្តមិនដាច់នោះទេគាត់ក៏បានយល់ព្រមនៅសំណើមួយនឹងទៅតែគាត់ក៏សុំមើលរយៈពេលសិនតើថាគាត់អាចត្រៀមខ្លួននៅក្នុងការតតាំងនៅក្នុងចម្បាំងមួយនឹងហើយឬក៏នៅគ្រាន់តែរីមីរូរបស់យើងនិយាយដល់ត្រឹមហ្នឹងក៏ស្រាប់តែបានលើនៅសំឡេងស្រែកយំច្រឡំសំឡេងលូរបស់ឆ្កែចចកដែលថាវាកំពុងតែប្រកាសសង្គ្រាមជាមួយនឹងវង Goblin នោះឯងដែលធ្វើឲ្យ Goblin ក្មេងៗនៅទីហ្នឹងគឺស្រែកយំតែម្ដងព្រោះវាគិតថាមើលទៅវងឆ្កែចចកហ្នឹងច្បាស់ជាស៊ីវាហើយតែភ្លាមរីមីរូក៏បានចេញមកខាងក្រៅរីមីរូក៏បាននិយាយទៅកាន់វង Goblin ទាំងអស់ហ្នឹងថាមិនអីទេខ្ញុំស្ម័គ្រចិត្តនៅក្នុងការជួយទុកចិត្តលើខ្ញុំចោះខ្ញុំគឺជាមិត្តភ័ក្តិរបស់ Veldora អញ្ចឹងសូមបញ្ជាក់ឲ្យឃើញថាវង Goblin ទាំងអស់ហ្នឹងក៏ត្រូវបានដឹកនាំដោយ Veldora ដែរគ្រាន់តែថានៅពេលដែល Veldora បានចាក់ចេញនិងត្រូវបានចាប់ខ្លួនទៅពួកគេក៏បានចុះនៅអំណាចអាចនិយាយបានថាចាប់ផ្ដើមទុនខ្សោយវង Goblin ទាំងអស់ក៏បានគោរពទៅកាន់រីមីរូដែលបានហៅរីមីរូថាគឺជាម្ចាស់អូខេចំពោះសាររឿងរបស់យើងនៅក្នុងអេពីសូតទី2នេះក៏បានឈានមកដល់ទីបញ្ចប់ដូចគ្នាអញ្ចឹងនៅក្នុងអេពីសូតទី3នេះ Slime Rimuru ក៏បាននិយាយទៅកាន់អ្នកភូមិ Goblin ទាំងអស់ថាគេគឺពិតជាចង់ឲ្យអ្នកភូមិធ្វើជាកងទ័ពសម្រាប់ប្រយុទ្ធនៅពេលខាងមុខនេះជាមួយនឹងពួក Diver ដែលជាវងចចកវង Goblin ទាំងអស់ហ្នឹងគឺពិតជាស្ម័គ្រចិត្តនៅក្នុងការធ្វើជាកងទ័ពដើម្បីការពារភូមិរបស់គេខ្លាំងមែនទែនក៏ប៉ុន្តែ Rimuru របស់យើងបាននិយាយថាកងទ័ពហ្នឹងវាកងទ័ពហើយក៏ប៉ុន្តែ Goblin នីមួយៗហ្នឹងដូចដាច់ដាបដល់ហើយរៀងមួយស្គមក៏ស្គមហើយមើលទៅដូចគ្មានកម្លាំងកំហែងទៀតមិនដឹងយកទៅធ្វើកងទ័ពមិនទេតែមិនអីទេឥឡូវហ្នឹងរីមរូគាត់គឺចង់ចូលទៅព្យាបាល Slime Goblin ទាំងអស់ដែលមានរបួសសិនពួកគេក៏បានឯកភាពដូចគ្នានៅពេលដែលរីមរូរបស់យើងបានចូលទៅដល់ខាងក្នុងយើងក៏បានឃើញជាមួយនឹងវង Goblin ជាច្រើនដែលពួកគេកំពុងតែកេងតែមានរបួសហើយអ្វីដែល admin បាននិយាយខុសអំពីអេពីសូតទី2នោះគឺថា Goblin ម្នាក់ដែលត្រូវជា Goblin ដែលខ្លាំងជាងគេហើយក៏ត្រូវជាកូនប្រុសរបស់លោកអ៊ំមេភូមិម្នាក់នឹងគឺស្លាប់បាត់ហើយមិននៅរស់ឬក៏មានរបួសអីទេដែលថា Slime Rimuru របស់យើងគឺបានយកវិធីសាស្ត្រមួយដែលគាត់គឺបានលេបពួកវាចូលទៅក្នុងពោះវង Goblin ហ្នឹងគឺថាគាត់លេបចូលទៅក្នុងពោះតែម្ដងហើយប្រើប្រាស់នៅឱសថដែលគាត់បានលេបនឹងសំវាទៅជាថ្នាំដើម្បីព្យាបាលទៅកាន់វង Goblin ដោយឃើញថាប្រើនៅវិធីសាស្ត្រមួយនេះទៅមានប្រសិទ្ធភាពគាត់ក៏ចាប់ផ្ដើមលេបនៅវង Goblin ជាបន្តទៀតមួយសន្ទុះក្រោយមកគាត់ក៏បានព្យាបាលទៅកាន់វង Goblin ទាំងអស់នឹងអស់រលីងតែម្ដងដោយគម្រោងការបន្តរបស់ Slime សត្វរូយើងគឺរៀបចំនៅកន្លែងសម្រាប់វិវហាទប់ទល់ជាមួយនឹងវងចចក Divers 80ម៉ោងក្រោយមកសង្គ្រាមរវាងវង Goblin ជាមួយនឹងចចក Divers ក៏បានចាប់ផ្ដើមដែលគឺបានមកឈរទល់មុខគ្នារៀងខ្លួនវងចចកគឺបានមើលទៅកាន់របងរបស់វង Goblin ដោយគេគឺបាននិយាយថាមើលទៅរបងគឺពិតជាកាមិនដឹងថាទប់ទល់បានមិនទេចូលប្រូចូលមិនទាន់បានចូលវាយផងក៏មើងងាវពេកប្រយ័ត្នតែចប់របស់គេអីស្បៃហើយរួចមេចចក
เนี่ยขนมចំណោមមេចចកពីរនាក់ក៏បានប្រើកូនចៅរបស់វាចូលទៅនៅពេលដែលកូនចៅចចករបស់វាបានចូលទៅនោះវងកូភ្លៀនក៏បានប្រើប្រាស់នៅក្របព្រួញបាញ់សម្លាប់ទៅកាន់ចចកទាំងអស់នឹងឃើញថាពួកវាដូចជាតដៃមិនបាននោះឡើយអ្វីដែលយើងកាន់តែឃើញជាក់ស្ដែងទៀតនោះគឺថាវងចចកទាំងអស់នឹងគឺបានរត់ទៅកាន់ផ្ដាច់ខ្លួនជាមួយនឹងខ្សែដែកអ្វីមួយយ៉ាងដែលជាស្នាដៃរបស់ស្លែមសាតារ៉ូឬក៏ស្លែមរីមរូដែលបានធ្វើឲ្យមេចចកពីរក្បាលគឺពិតជាខឹងមេចចកមួយក្នុងចំណោមពីរក៏បានស្ទុះចូលទៅតែត្រូវបានសាតារ៉ូរបស់យើងប្រើប្រាស់នៅសរសៃដែលបានបង្កើតជាមួយនឹងស្គីរបស់គាត់នឹងយកទៅវិបហាវាដែលលើកនេះគឺមិនមែនជាសរសៃដែលមុតស្រួយទៀតទេវាគឺជាសរសៃដែលមានភាពស្អិតអាចនិយាយបានថាគឺជាសរសៃពីងពីងទៅចោះនៅពេលដែលវាជាប់អន្ទាក់របស់រីមីរូបែបហ្នឹងរីមីរូក៏បានប្រើប្រាស់ស្គីលដង្ហើមដើរទឹកកាត់ករបស់វាដាច់បាត់ទៅដែលបានធ្វើឲ្យមេចចកមួយក្បាលហ្នឹងគឺបានតែស្មឹងនៅនឹងកន្លែងហើយសូបញ្ជាក់ឲ្យឃើញផងដែរថាគឺបានបើកលុយហើយមិនដែរប្រយ័ត្នថាក៏មើលងាវគេឥឡូវមែនរីមីរូគាត់ក៏បានដើរចូលទៅគឺថាវាអញ្សើមដើរទៅដល់អាចចកមួយក្បាលហ្នឹងគាត់ក៏បានប្រើប្រាស់នៅស្ទាយមួយព្រោះមុននេះគាត់ក៏បាននិយាយសម្របសម្រួលគ្នាជាមួយនឹងវងចចកអស់នឹងដែរប៉ុន្តែពួកវាគឺមិនយល់ព្រមនោះទេដែលធ្វើឲ្យគាត់ប្រើប្រាស់នៅស្នៀតនឹងតែម្ដងគាត់ក៏បានធ្វើការលេបតបាក់ទៅលើរាងកាយរបស់មេចចកដែលបានដេកស្លាប់នឹងហើយគាត់ក៏បានប្រើប្រាស់នៅរាងកាយរបស់វារួចប្រាសម្រាប់ដ៏ខ្លាំងក្លាស្រែកគំរាមទៅកាន់វងចចកទាំងអស់ដែលត្រូវជាកូនចៅនឹងដែលសម្បីតែអាមេម្នាក់ទៀតនឹងក៏វាមិនហ៊ានតដៃដែរគឺថាពួកវាលឺនៅសម្រែកមួយនឹងហើយគឺបានអោនក្បាលគោរពតែម្ដងដោយសូបញ្ជាក់ឲ្យឃើញផងដែរថាវាគ្មានកឡោជាមួយនឹងរីមរូរបស់យើងនោះទេដែលថារយៈពេលជាង80ម៉ោងខ້ອຍមកទៀតអាយ៉ាមកផ្លែត80ម៉ោងពី3ដងហើយរីមរូគាត់ក៏អាចដោះស្រាយសង្គ្រាមរវាងវងកូភ្លេនជាមួយនឹងពពួក Divers ដែលជាវងចចកដោយគាត់ក៏បានឲ្យវងកូភ្លេនជាមួយនឹងវងចចកមកបដុំគ្នាមកដែលចាប់ពីថ្ងៃនេះទៅពួកគេគឺនឹងរួបរวมគ្នាដើរជាមួយគ្នាអ្វីដែលកាន់តែពិសេសទៀតនោះគឺរីមីរូនឹងចែកក្រុមឲ្យពួកគេដែលក្នុងមួយក្រុមគឺនឹងមានកូភ្លេនម្នាក់ជាមួយនឹងចចកមួយក្បាលអាហ្នឹងអាចនិយាយបានថាដូចមិត្តភក្តិដែរគឺងាយស្រួលសម្រាប់ត្រេនពួកគេនៅថ្ងៃក្រោយឡងថ្ងៃណាត្រូវធ្វើសង្គ្រាមជាមួយនឹងសត្វកាចសាហាវទៀតអីចឹងទៅលើអំពីការចាប់គូមួយនឹងរីមីរូរបស់យើងគាត់ក៏បានធ្វើការដាក់ឈ្មោះឲ្យពួកគេមួយផងដែរគ្រាន់តែបានលើថាដាក់ឈ្មោះដូច្នោះគឺបានធ្វើឲ្យវងកូភ្លេនជាមួយនឹងវងចចក Diver ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយពួកគេក៏បានមកតម្រង់ជួរគ្នាដើម្បីទទួលឈ្មោះអំពីរីមីរូរបស់យើងដោយព្រឹទ្ធាចារ្យដែលជាមេភូមិរបស់វងកូភ្លេនគឺរីមីរូបានដាក់ឈ្មោះឲ្យគាត់ថា Ringerdas ដែលឈ្មោះនឹងគឺស្តៀងជាមួយនឹងកូនប្រុសរបស់គាត់ដែរហើយគ្រាន់តែរីមីរូដាក់ឈ្មោះឲ្យគាត់ភ្លាមក៏ស្រាប់តែបានលើកចេញនៅពន្លឺអ្វីមួយយ៉ាងពីរាងកាយរបស់គាត់រីឯអូនតូចម្នាក់ទៀតដែលត្រូវជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ Ringerdas គឺថាសាតារូគឺបានដាក់ឈ្មោះឲ្យគេថា Ringer គឺឈ្មោះដូចបងប្រុសរបស់គេដែលគេសប្បាយចិត្តខ្លាំងមែនទែនក៏ប៉ុន្តែព្រឹទ្ធាចារ្យ Ringerdas គាត់បែរជាយំទៅវិញព្រោះគាត់នឹកស្រណោះស្ដាយកូនប្រុសច្បងរបស់គាត់ខ្លាំងមែនទែនហើយពីអ្នកឪពុកកូនក៏បានអរគុណទៅកាន់រីមីរូបន្ទាប់ពីនឹងរីមីរូក៏បានធ្វើការដាក់ឈ្មោះទៅឲ្យវងកូភ្លិនជាបន្តទៀតក៏ប៉ុន្តែមិនគឺសុំកាត់ខ្លះព្រោះហៀបម្នាក់មួយនឹងច្រើនណាស់បន្ទាប់ពីរីមីរូបានធ្វើការដាក់ឈ្មោះទៅឲ្យវងកូភ្លិនអស់ហើយនោះវាក៏ដល់ពេលដែលដាក់ឈ្មោះទៅឲ្យវង Divers ដែលជាវងចចកវិញម្ដងអញ្ចឹងអូនចចកដែលមានផ្កាយនៅលើក្បាលគឺជាមេទី2ឬក៏ត្រូវជាកូនប្រុសរបស់អូនចចកដែលទើបទៅស្លាប់មុននឹងដោយសារតែមើលឃើញនៅភាពកអិតកតើមព្រមទាំងមិនចេះភ័យខ្លាចរបស់វងចចកដូច្នោះគឺរីមីរូបានដាក់ឈ្មោះឲ្យគេថា Renga ដែលភ្ជាប់ជាមួយនឹងពាក្យនៅក្នុងត្រកូលឬក៏ជាក្រុមគឺ Renga Tempest បន្ទាប់ពីរីមីរូបានធ្វើការដាក់ឈ្មោះទៅឲ្យគេរួចក៏បានលោតនៅពន្លឺដូចជាមុនដែរអញ្ចឹងអានេះភាពបានដូចជាក្នុងហ្គេមដែរអញ្ចឹងចុះគួរដឹងហើយរីមីរូរបស់យើងមាន skill ចេញពី system ឡើងច្រើនហ៎បន្ទាប់ពីនឹងរីមីរូក៏បានធ្វើការដាក់ឈ្មោះទៅឲ្យវងចចកដតីទៀតដែលបន្ទាប់ពីបានធ្វើការដាក់ឈ្មោះទៅឲ្យពួកគេរៀងខ្លួនរួចគាត់ក៏បានអង្គុយគេងរួចហើយក៏បានគេងលក់បាត់ទៅដែលថាគឺគេងលក់នៅក្នុង system តែម្ដងដល់អំឡុងពេលដែលរីមីរូរបស់យើងបានគេងលក់នោះគឺថាវងកូភ្លេនក៏បានមើលថែគាត់យ៉ាងល្អផងដែររយៈពេល3ថ្ងៃក្រោយមករីមីរូគាត់ក៏បានដឹងខ្លួនឡើងវិញជោមប្រូគាត់នៅដេកសោះ3ថ្ងៃហើយដោយសារតែរីមីរូបានគេងច្រើនដូច្នោះធម៌ពលរបស់គាត់គឺបានត្រឡប់មកវិញអស់ហើយគ្រាន់តែដឹងខ្លួនឡើងវិញរីមីរូរបស់យើងក៏ត្រូវបានអូនកូភ្លេនដ៏ស្រស់ស្អាតម្នាក់មកអង្អែលក្បាលដល់នាងបានប្រាប់តការីមីរូថាចាំបន្តិចចាំខ្ញុំទៅប្រាប់លោកមេភូមិសិននៅពេលដែលនាងចេញទៅរីមីរូឆ្ងល់ខ្លាំងមែនទែនចំភូមិនឹងមានស្រីស្អាតមានស្រីពេញកំមុំដែរឃើញមកនឹងដូចជាអត់មានទេហើយនៅពេលដែលលោកមេភូមិដែលត្រូវជា Ricardas បានមកដល់នឹងគឺរូបរាងប្រែជាង2លាន80ដឺក្រេពីលោកតាចាស់អញ្ញាញ័រម្នាក់បានប្រែក្លាយទៅជាបរិបទដែលមានសាច់ដុំព្រមទាំងដូចជាអំបោអសអញ្ចឹងឃើញថាគាត់ក៏បាននិយាយទៅកាន់រីមីរូថាវាក៏ដោយសារតែរីមីរូបានដាក់ឈ្មោះឲ្យពួកគាត់នៅឯងទៅបានជាធ្វើឲ្យពួកគាត់បានប្រែរូបរាងបែបនេះដោយសម្បីតែអូនស្អាតកូភ្លេនអំបញ្ញមិញហ្នឹងក៏ដូចគ្នាដែរអាឡែងតានិយាយគ្នាសុកក៏ស្រាប់តែមានកម្លាំងមួយវាបហាចូលមកឡើងបាក់ផ្ទះខ្ទេចតែម្ដងដែលនោះគឺជាវត្តមានរបស់
រ៉ានកាដែលគេពេលនេះគឺដុសស្នែងទៀតផងម៉ាយហើយមៀតវិញឡើងធំបើនិយាយអំពីកម្លាំងព្រមទាំងសមត្ថភាពរបស់គេវិញគឺកើនឡើងមិនស្ទើរនោះទេគ្រាន់តែផ្ទះមួយនឹងត្រូវបានធម្មពលដែលគេបានស្ទុះមកនឹងកំតិចបាត់ទៅហើយឃើញថាវងគោភ្លៀនទាំងអស់ពេលនេះពោពេញទៅដោយនារីពេញកំមុំព្រមទាំងបរិះពេញកំឡោះពេញកម្លាំងយកប្រពន្ធជាច្រើនដែលពួកគេពេលនេះកំពុងតែសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលឃើញថារីមីរូបានដឹងខ្លួនឡើងវិញដែលស្លាញ់ទាំងអស់នៅទីនេះគឺចាត់ទុករីមីរូគឺជាម្ចាស់របស់ពួកគេនោះឯងលោកអ៊ំរីហ្គាដាសរបស់យើងវិញពេលនេះគឺមៀតមិនស្ទើរនោះទេរីអាអូនរីងហ្គើវិញក៏ពេញកន្លោះដែរនិយាយរួមទៅអាអូនតូចៗនៅទីនេះពេញកន្លោះអស់បាត់ហើយចប់ហ្មងតែអាណិតអាអូនមួយនេះដែរដូចជាមានប្រែប្រួលទៅណាសោះមុខមូនៅតែមូទៅដែរសក់បន្តិចនៅបន្តិចទៅដែរសង្ស័យថាអាអូននឹងស្ទើរសែនពីកំណើតហើយមើលទៅបានជារីកដូចគេអញ្ចឹងបន្ទាប់ពីនឹងរីមីរូក៏បានឲ្យពួកគេមកប្រជុំដែលគាត់គឺនឹងមានច្បាប់3សម្រាប់ពួកគេទី1គឺមិនត្រូវធ្វើការវិបហាទៅកាន់មនុស្សឬក៏សម្លាប់មនុស្សនោះទេរីឯទី2មិនត្រូវបង្កចំនួននោះឡើយរីឯទី3វិញនោះគឺមិនត្រូវមើលងាយជាតិសាសន៍នោះទេគឺសំដៅទៅលើអំបោផ្សេងរីងហ្គើឆ្ងល់ខ្លាំងមែនទែនក៏បានសួរទៅកាន់រីមីរូថាតើហេតុអីបានជាយើងមិនអនុញ្ញាតឲ្យវិបហាមនុស្សដូច្នោះលើកូនសួរតំណើបអញ្ចឹងឪពុករបស់រីងហ្គើក៏បានសម្លុតទៅកាន់គេរីមីរូក៏បានឲ្យឪពុករបស់រីងហ្គើស្ងាត់ទៅដែលគាត់គឺនឹងបញ្យល់ដែលថាហេតុផលសាមញ្ញទេព្រោះគាត់គឺចូលចិត្តមនុស្សហើយមួយទៀតមនុស្សក៏អាចនឹងរស់នៅជាក្រុមដែរកុំទៅរញ៉េរញ៉ៃពួកគេតែកាលណាទៅញ៉េញ៉ៃគេពួកគេលើកតបមកញ៉េញ៉ៃយើងវិញហើយអញ្ចឹងហើយជីវៀងឲ្យឆ្ងាយទៅការពារប្រសើរជាងព្យាបាលក្រោយពីបានលើកដូច្នោះវងកូភ្លីនព្រមទាំងវងចចក៏បានយកព្រមផងដែរនៅពេលនឹងផងដែរអូនដូចជាមានការប្រែប្រួលដែលមានឈ្មោះថា Gusta គេក៏បានសួរទៅការរីមរូថាចុះអ្វីទៅគឺជាការដែលមករើសអើងនៅអំបូរដតីការដែលបានលើកដូច្នោះរីមរូក៏បានប្រាប់ទៅកាន់អូននឹងព្រមទាំងអស់គ្នាថាពួកយើងត្រូវតែចេះរាក់ទាក់ជាមួយនឹងពួកគេទៅវិញទៅមកប្រសិនបើជាគេចង់រាក់ទាក់ជាមួយនឹងយើងហើយពួកយើងគឺមិនត្រូវមើលងាយពួកគេនោះឡើយលើកដូច្នោះកូនចៅរបស់រីមរូក៏និយាយថាបាទចាស់លោកម្ចាស់រីមរូក៏បន្តថាច្បាប់មានតែ3នោះទេរីឯមេដឹកនាំរៀងៗខ្លួនខ្ញុំគឺនឹងប្រាប់លោករីងកូដាសគឺជាម្ចាស់របស់វងកូភ្លីនទាំងអស់ដូច្នោះវងកូភ្លីនត្រូវតែស្ដាប់គាត់ហើយលោកក៏ដូចគ្នាតួនាទីគឺជាមេដឹកនាំគឺត្រូវតែដឹកនាំវងកូភ្លីនឲ្យបានល្អក៏ស្រាប់តែលោករីងកូដាសទទួលយកទាំងយំតែម្ដងចុំអ៊ំនឹងជារឹកដូចក្មេងមិនទេវ៉ៃអញ្ចឹងលោករីងកូដាសអត់មានសំហៅគាត់ថាអ៊ំរីងទៅចោះគឺខ្លីៗស្រួលចាំស្រួលយល់ដោយសារតែអ៊ំរីងគាត់គឺមិនយល់អំពីការកសាងភូមិនឹងគាត់ក៏បានសុំយោបល់អំពីរីមីរូដោយរីមីរូក៏បានផ្ដល់នូវយោបល់ទៅកាន់គាត់ដូចគ្នាខណៈពេលនឹងផងដែរគាត់ក៏បានផ្ដល់នូវតួនាទីផ្សេងៗទៅកាន់វងកូភ្លីនព្រមទាំងវងចចឲ្យធ្វើការដូចគ្នាអ្នកខ្លះគឺមើលនៅទីតាំងភូមិសាស្ត្រខ្លះគឺទៅបេះផ្លែឈើព្រៃឬក៏ចាត់ការនៅរឿងផ្សេងៗអញ្ចឹងទៅរីឯខ្លះទៀតនោះគឺត្រូវតែសាងសង់នៅផ្ទះដែលបានបាក់បែកក៏ប៉ុន្តែពួកគេដូចជាគ្មានជំនាញនៅក្នុងការសាងសង់នោះឡើយអ្វីដែលយើងឃើញទៀតនោះគឺជាការស្លៀកពាក់របស់ពួកគេវាមានលក្ខណៈមិនសមរម្យនោះទេក៏ដោយសារតែពួកគេរស់នៅជាក្នុងព្រៃប្រៀបបានដូចជាសត្វអញ្ចឹងពួកគេគឺមិនយល់អំពីមជ្ឈដ្ឋាននៅខាងក្រៅរបស់មនុស្សឬក៏ជាការរស់នៅនោះឡើយពួកគេរស់នៅតាមទម្លាប់របស់ពួកគេអញ្ចឹងទៅជំរុំក៏ដូចជាផ្ទះនៃការសាងសង់នឹងវាមើលមកក៏មិនសូវជាទំនើងមិនសូវជាមាំអីប្រហែលដែរត្រឹមតែមកស្នាក់នៅបាននឹងវាគឺល្អណាស់ហើយអ្វីដែលយើងចាប់អារម្មណ៍ទៀតនោះពួកគេគឺបាននិយាយថាពួកគេមិនមានជំនាញនៅក្នុងការសាងសង់ផ្ទះឡើយគឺមានតែអំបោមួយទៀតដែលគេហៅថា The Boss ដែលប្រហែលជាមនុស្សទឿឲ្យមើលទៅព្រោះវងអំបោមនុស្សទឿគឺជំនាញខ្លាំងមែនទែនខាងធ្វើអាវុធការសាងសង់ផ្ទះក៏ដូចជាតាក់ទងជាមួយនឹងដៃការដុតដៃដំដៃហ្នឹងគឺជំនាញរបស់ពួកគេហើយការដែលបានលើកដូច្នោះរីមីរូក៏សម្រេចចិត្តថានឹងទៅជាមួយនឹងវងចចដើម្បីទៅរកអំបូរនោះឲ្យមកជួយសាងសង់បន្ទាប់ពីនឹងរីមីរូគាត់ក៏បានចេញដំណើរជាមួយនឹងវងចចប៉ុន្មានក្បាលរីឯពួកដែលនៅផ្ទះវិញក៏បានបាយដែលយើងឃើញថានៅក្នុងដំណើររបស់ពួកគេក៏មានវងកូភ្លីនដែរហើយក្នុងនោះក៏មានកូនរបស់អ៊ំរីងម្នាក់ដូចគ្នារីមីរូរបស់យើងកំពុងតែគិតនៅក្នុងចិត្តហើយថាមើលទៅការធ្វើដំណើរលើកនេះប្រហែលជាគាត់អាចចូលទៅក្នុងទីក្រុងហើយអីប្រូរីមីរូរបស់យើងអាងតែខ្លួនឯងមេគេដេកលើគេធ្វើមិនដឹងសំខាន់ណាស់សម័យដល់ណាដល់ណីទៀតអូខេចំពោះសាររឿងរបស់យើងនៅក្នុងអេពីសូតទី3នឹងក៏បានកាត់បញ្ចប់តែត្រឹមនឹងដូចគ្នា